ក្មេងៗនៅប៉ាគីស្ថានខាងជើងគួរឲ្យស្រឡាញ់ណាបងប្អូនចង់ដឹងថាមានរឿងអីកើតឡើងខ្លះនៅប៉ាគីស្ថានខាងជើងជួបមួយខ្ញុំទាំងអស់គ្នានៅក្នុងវីដេអូនេះបទពិសោធន៍របស់ខ្ញុំរយៈពេល8ថ្ងៃនៅប៉ាគីស្ថានខាងជើងពិតជាមានន័យខ្លាំងមែនទែនខ្ញុំនឹងប្រាប់បងប្អូនទាំងអស់គ្នាហេតុអីបានជានៅប៉ាគីស្ថានខាងជើងគឺជាទិសដៅមួយខ្ញុំបានមានកម្រងចង់ទៅនឹងដោយសារតែខ្ញុំបាន check នៅក្នុងផែនទីមានដូចជា Hanza Valley, Gilgit និង Skadu តំបន់ទាំងអស់ហ្នឹងគឺសិតជាតំបន់ភ្នំហើយខ្ញុំគឺជាមនុស្សម្នាក់ដែលងប់ងល់ស្រឡាញ់ចូលចិត្តតំបន់ភ្នំនឹងខ្លាំងអញ្ចឹងប្រទេសណាក៏ដោយឲ្យតែខ្ញុំបាន check ឃើញមានតំបន់ភ្នំគឺខ្ញុំធ្វើដំណើរទៅកន្លែងហ្នឹងហើយអីដែលសំខាន់ខ្ញុំជឿថាបងប្អូនមួយចំនួនឲ្យទៅលើប៉ាគីស្ថានគឺខ្លាចមិនចង់ឆ្លងកាត់មិនចង់ទៅគេប្រទេសមួយនេះប៉ុន្តែអ្វីដែលខ្ញុំទទួលបានបទពិសោធន៍ជាក់ស្ដែងរយៈពេល8ថ្ងៃមិនថាប្រជាជនមិនថាកន្លែងស្នាក់នៅមិនថាម្ហូបអាហារសូម្បីតែកូនឆ្កែមួយនេះក៏គួរឲ្យស្រឡាញ់ក៏ខ្នាញ់ដែរបងប្អូនអញ្ចឹងបាននិយាយទៅគឺសឹងគ្រប់ទាំងអស់បទពិសោធន៍ដែលខ្ញុំបាននៅរយៈពេល8ថ្ងៃនេះគឺពិតជាមានន័យខ្លាំងមែនទែន Hello, I am Ria. I am from Cambodia and this is my first time just arrived Skadu and this is my first time in Pakistan. I really cannot believe that north of Pakistan is really beautiful, very good hospitality. I feel safe. វីដេអូខាងមុខហ្នឹងគឺជាវីដេអូដែលអ្នកគាត់ធ្វើការនៅខាងវិស័យទេសចរគាត់សម្ភាសន៍នៅបទពិសោធន៍ដែលខ្ញុំបានទៅដល់ប្រទេសរបស់គាត់អញ្ចឹងណាធម្មតាបងប្អូនប្រជាជននៅស្រុកគាត់នេះគឺគាត់ខិតខំសិតស្វែងនិយាយទៅតស៊ូមែនតើលើវិស័យទេសចរភ្ញៀវទេសចរមិនថាទាំងរបបរលក់ដូរលក្ខណៈម្ហូបអាហារកន្លែងស្នាក់នៅប្រជាជននេះគឺគាត់គោរពឲ្យតម្លៃប្រជាជនដែលទៅកំសាន្តនៅប្រទេសគាត់ដែរតំបន់ដែលខ្ញុំទៅទាំងប្រហែលកន្លែងដែលខ្ញុំបានរៀបរាប់ខាងមុខហ្នឹងគឺបទពិសោធន៍ដែលខ្ញុំទទួលបានគឺអញ្ចឹងខ្ញុំអត់ច្បាស់ថាបងប្អូនក្រោយដែលទៅឬក៏បងប្អូនផ្សេងទៀតទទួលបានបទពិសោធន៍អីបើមានបទពិសោធន៍អីអាចចែកម្លែកនៅក្នុងវីដេអូនឹងបានដូចគ្នាប៉ុន្តែសម្រាប់ខ្ញុំគឺខ្ញុំទទួលបានបទពិសោធន៍មួយដែលថាខ្ញុំអត់អាចបំភ្លេចបានមកជីវិតហ្នឹងគឺខ្ញុំទៅដល់ប៉ាគីស្ថានហ្នឹងគឺខ្ញុំរីករាយខ្លាំងណាស់ព្រោះខ្ញុំគិតថាមិននឹកស្មានថាខ្ញុំបានទៅដល់ទឹកដីមួយដែលគេតែងតែជជែកគ្នាពាក់ព័ន្ធជាមួយនឹងភាពសាហាវឃោឃៅមួយចំនួននៃការធ្វើសង្គ្រាមឬក៏អីទេសម្រាប់ខ្ញុំគ្រាន់តែខ្ញុំនិយាយថាខ្ញុំទៅប៉ាគីស្ថានភ្លាមគ្រួសារខ្ញុំមានតែគេចង់ឲ្យខ្ញុំទៅទេគឺបារម្ភខ្លាំងមែនតើប៉ុន្តែសម្រាប់ខ្ញុំគឺជាការងារមួយដែលខ្ញុំត្រូវធ្វើការងារមួយដែលខ្ញុំចូលចិត្តរៀបចំអីធ្វើអីដែលថ្មីទៅកន្លែងណាដែលថ្មីហើយកន្លែងណាដែលតែងតែធ្លាប់មានដែលកែងតែគេនិយាយអីគឺខ្ញុំធ្វើការស្រាវជ្រាវមុននឹងខ្ញុំទៅដល់អញ្ចឹងមិនមែនចេះតែទៅទាំងដែលអត់មានព័ត៌មានអីទេបងប្អូនហើយសម្រាប់ខ្ញុំផ្ទាល់ពេលខ្ញុំទៅដល់ហ្នឹងគឺខ្ញុំទទួលបានបទពិសោធន៍ថារីករាយមែនទែនសូម្បីតែក្មេងៗនៅហ្នឹងគឺគួរឲ្យស្រឡាញ់ខ្លាំងហើយកន្លែងធ្វើដំណើរតាមផ្លូវវិញទេសភាពគឺធានាថាបងប្អូនគឺអត់គេថាទៅថ្មីខ្លាំងមែនទែនហ្មងដោយសារតែពេលដែលខ្ញុំទៅដល់ឡានដែលជិះហ្នឹងបងប្អូនជិះឡើងតាមតំបន់ចលងភ្នំខ្ពស់ប្រទេសមួយចំនួនគឺខ្ញុំត្រូវដើរ trekking រយៈពេល 4-5 យប់បានខ្ញុំដល់កន្លែងតំបន់ភ្នំដែលទេសភាពស្អាតប៉ុន្តែប៉ាគីស្ថានខាងជើងបងប្អូនអាចគ្រាន់តែជិះឡានទៅគឺឃើញទិដ្ឋភាពភ្នំស្អាតអញ្ចឹងហ្មងនៅក្នុងវីដេអូនេះបងប្អូនអាចឃើញដូចអីដែលខ្ញុំឃើញផ្ទាល់នឹងភ្នែកទេព្រោះដោយសារតែខ្ញុំថតចូលកាមេរ៉ាទូរស័ព្ទដៃវាជាបទពិសោធន៍មួយដែលតតែយើងបានទៅផ្ទាល់កន្លែងហ្នឹងដូចជាបងប្អូនបានទៅដើរកន្លែងណាដែលស្អាតហើយបងប្អូនគិតថាបើថតចូលកាមេរ៉ាទូរស័ព្ទវាមើលទៅដូចអត់ឃើញស្អាតដូចអីដែលបងប្អូនឃើញនឹងភ្នែកអាហ្នឹងគឺដូចគ្នាបងប្អូនបដិសណ្ឋារកិច្ចនៅនឹងគឺល្អខ្លាំងណាស់ខ្ញុំនៅតែសរសើរម្ដងហើយម្ដងទៀតគឺពួកគាត់ខិតខំខ្លាំងមែនតើហើយបើក្មេងៗវិញណាគួរឲ្យស្រឡាញ់ខ្លាំងណាស់បងប្អូនអាចមើលនៅក្នុងវីដេអូនេះបានតែគាត់ឃើញខ្ញុំទៅដល់ហើយបងប្អូនគាត់មានផ្លែឈើឬក៏គាត់មានអីនៅដៃគឺគាត់ហុចឲ្យហើយគាត់ស្វាគមន៍គាត់រួចរាយរាក់ទាក់គាត់វែកផ្លូវឲ្យគាត់ខ្ញុំសប្បាយមែនតើគឺគាត់ take all ជាមួយនឹងសកម្មភាពភ្ញៀវទេសចរដែលបានទៅដល់ឃើញប្រទេសគាត់ស្រុកគាត់អញ្ចឹងណាហើយពួកគាត់ត្រូវបានវឹកហាត់ពីវិន័យពីរបៀបរបបនៃការរស់នៅក្នុងពេលប្រចាំថ្ងៃដូចគ្នាមានរបៀបរបបនៅក្នុងការដើរនៅលើផ្លូវដើរដោយមានរបៀបអញ្ចឹងណាព្រោះខ្ញុំបានឃើញបទពិសោធន៍នឹងផ្ទាល់នឹងភ្នែកហ្មងហើយសម្រាប់អាហារវិញគឺខ្ញុំហ៊ាននិយាយថានៅប៉ាគីស្ថានគឺអត់ពិបាកញ៉ាំទេបងប្អូនអាចមានជ្រើសញ៉ាំជាទូទៅប្រហែលជាកន្លែងខ្លះបងប្អូនទៅតំបន់មួយចំនួនវាអាចនឹងមើលទៅអត់មានអនាម័យមែនវារៀងកខិចមែនប៉ុន្តែបងប្អូនអាចជ្រើសរើសប្រភេទលំដាប់កន្លែងដែលបងប្អូនចូលញ៉ាំនឹងបានទៅតាមតំបន់មួយកន្លែងស្នាក់ក៏ដូចគ្នាដែរបងប្អូនដូចកន្លែងដែលខ្ញុំបានទៅស្នាក់នេះនៅកន្លែងការងាររបស់ខ្ញុំផ្ទាល់គឺយើងបានស្នាក់នៅកន្លែងមួយដែលស្អាតខ្លាំងមែនទែននៅតំបន់គីលគីតហ្នឹងទិដ្ឋភាពគឺធានាជូនថាមើលទៅឃើញស្អាតភ្នំពីកន្លែងគេហ្នឹងមកហ្មងពេលដែលខ្ញុំទៅដល់អញ្ចឹងដូច្នេះប៉ាគីស្ថានខាងជើងសរុបសេចក្តីមកវិញ
គឺសុខសុវត្ថិភាពធម្មតាហើយពោពេញទៅដោយបដិសណ្ឋារកិច្ចល្អសម្រាប់ភ្ញៀវទេសចរដែលចង់ទៅកំសាន្តនៅនឹងណាហើយអ្នកដែលចូលចិត្តតំបន់ភ្នំអ្នកដែលចូលចិត្តតំបន់ធម្មជាតិណាខ្ញុំហ៊ាននិយាយថាប៉ាគីស្ថានខាងជើងគឺជាគោលដៅទេសចរមួយដែលបងប្អូនគួរតែទៅឲ្យបានស្គាល់ម្ដងយ៉ាងហោចណាស់នៅក្នុងដំណើរកំសាន្តនៅក្នុងជីវិតរបស់បងប្អូនព្រោះតែប្រទេសមួយចំនួនដែលអភិវឌ្ឍខ្លាំងពេកជឿនខ្លាំងពេកគេមិនសូវឲ្យតម្លៃភ្ញៀវទេសចរទេបងប្អូនពីខ្ញុំទៅណានៅពេលដែលខ្ញុំដើរច្រើនទៅគឺខ្ញុំមើលឃើញការអភិវឌ្ឍខុសៗគ្នាអញ្ចឹងបទពិសោធន៍របស់ខ្ញុំហ៊ានឲ្យនិយាយថាបដិសណ្ឋារកិច្ចនឹងការទទួលភ្ញៀវនៅតំបន់ទេសចរដែលខ្ញុំបានទៅនេះគឺល្អពួកគាត់យកចិត្តទុកដាក់មែនទែនទៅលើភ្ញៀវទេសចរហើយមិនត្រឹមតែប៉ុណ្ណឹងកន្លែងដែលខ្ញុំទៅគឺសុវត្ថិភាពទេមិនមែនដូចជាអ្វីដែលបងប្អូនបានធ្លាប់គិតថាប៉ាគីស្ថានគឺអត់សុវត្ថិភាពអសន្តិសុខទេសម្រាប់ខ្ញុំផ្ទាល់ហើយដែលខ្ញុំនិយាយថាតំបន់ប៉ាគីស្ថានគឺវាមានច្រើនកន្លែងបងប្អូនប្រៀបបានដូចជាប្រទេសរបស់យើងខ្លួនឯងអញ្ចឹងវាមិនប្រកាសថាគ្រប់យ៉ាងទាំងអស់គឺអវិជ្ជមានទេបងប្អូនបើសិនជាបងប្អូនទៅតំបន់មួយប្រទេសមួយបងប្អូនអាចសិក្សាស្រាវជ្រាវពីតំបន់ទាំងអស់នោះបងប្អូននឹងមើលឃើញថាតាមពិតមិនអាក្រក់ទាំងស្រុងទេសម្រាប់ខ្ញុំផ្ទាល់ពេលដែលខ្ញុំធ្វើដំណើរកម្សាន្តកន្លែងណាដែលគេមិនប្រកាសថាមើលទៅសុវត្ថិភាពឬក៏អីគឺគេរក្សាសុវត្ថិភាពឲ្យទេសចរតែម្ដងនៅក្នុងវីដេអូនេះខ្ញុំបានថតជាមួយនឹងប៉ូលីសព្រំដែនកន្លែងដើរកំសាន្តកន្លែងទេសចរគឺគេមានប៉ូលីសដើម្បីការពារសន្តិសុខអញ្ចឹងបងប្អូនអាចជឿទុកចិត្តបាននៅតំបន់ប៉ាគីស្ថានខាងជើងគឺសុខសុវត្ថិភាពបើសិនជាបងប្អូនមានបំណងចង់ទៅដំណើរកំសាន្តនៅប៉ាគីស្ថានខាងជើងកុំភ្លេចធ្វើការស្រាវជ្រាវសិក្សាជាមុនហើយអាចតាក់ទងសួរខ្ញុំផ្ទាល់បានបើមានបទពិសោធន៍អ្វីថ្មីអាច comment ចែកម្លែកនៅក្នុងវីដេអូនេះបានដូចគ្នាសម្រាប់ខ្ញុំសម្រាប់ដំណើរកំសាន្តបន្តទៀតខ្ញុំនឹងទៅប៉ាគីស្ថានខាងជើងនៅរដូវសឹកឈើជ្រូកបើសិនជាបងប្អូនចាប់អារម្មណ៍ចង់ចូលរួមអាចតាក់ទងមកឆាតខ្ញុំផ្ទាល់ក៏បានឬក៏ផ្ញើជា message អាច comment នៅក្នុងវីដេអូនឹងបានដូចគ្នាជួបគ្នានៅវីដេអូក្រោយទៀត